សួស្តីបងប្អូននេះផ្លែគុយបាទនេះវាទៅសារវិតុំមានកពិតតិចហើយមិញច្រឡំហែកវាហើយហែកម្ដងទៀតសិនបាទនេះផ្លែគុយហ្នឹងអាហ្នឹងគេអ្នកខ្លះគេយកទៅក្លុកជាមួយអំបិលម្ទេសហើយបើយើងចេះហូបដែរអត់ទៅគេថាចូលចិត្តជូរដែរអានេះយើងហូបហ្មងចឹងទៅមិនបាច់ទៅលក់មិនបាច់ក្លុកក៏បានមិនបាច់ទៅលក់ក៏បានដែរតែអានេះវាប្រហែលជាអត់សូវជូរទេគេមើលសាកសិនអូផ្អែមហ៎ផ្អែមណាផ្អែមអូ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 ផ្អែមផ្អែមមែនតើបងប្អូនជឿទេមើលមុខខ្ញុំក៏ដឹងថាជឿដែរក៏ផ្អែមដែរមកផ្អែមអូ